លោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិនិងជាអ្នកនយោបាយប្រឆាំងបានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE នៅថ្ងៃប្រហ័សទី20ខែវិច្ឆិកានេះថាតម្លៃស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងកំពុងបន្តធ្លាក់ថោកពលគឺតម្លៃស្រូវស្រងាយបានតែ650រៀលក្នុង1គីឡូនិងស្រូវរំដួលបានតែ800ទៅ900រៀលក្នុង1គីឡូខណៈដែលប្រជាកសិករក៏ត្រូវចំណាយបន្ថែមលើតម្លៃជីនិងតម្លៃថ្នាំកសិកម្មបើតាមលោករងឈុនលុះត្រាតែតម្លៃស្រូវខាងលើលក់បានក្នុងតម្លៃជាង1000រៀលក្នុង1គីឡូទើបកសិករខ្មែរអាចរួចខ្លួននិងបានចំណេញខ្លះទីប្រឹក្សាគណៈបកកម្លាំងជាតិរូបនេះក៏សម្គាល់ថាបញ្ហាតម្លៃស្រូវថោកមិនមែនជារឿងថ្មីអ្វីនោះទេតែវាបានកើតឡើងស្ទើរជារៀងរាល់ឆ្នាំនៅរដូវដែលប្រជាកសិករប្រមូលផលតែសម្រាប់លោករងឈុនរដ្ឋាភិបាលកម្ពុជាគួរមានវិធានការបន្ទាន់ដើម្បីអន្តរាគមន៍ជួយដល់កសិករខ្មែរដែលតែងជួបបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃជាប្រចាំបែបនេះលោកខឹមហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្មក៏បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី20ខែវិច្ឆិកានេះថាជាទូទៅតម្លៃស្រូវរំដួលប្រភេទលេខ1ក្នុងពេលបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ1000រៀលក្នុង1គីឡូខណៈដែលប្រភេទលេខ2ឬក៏លេខ3អាចលក់បានក្នុងតម្លៃទាបជាងនេះរីឯស្រូវស្រងាយវិញមានតម្លៃចន្លោះពី650ទៅ700រៀលក្នុង1គីឡូនេះបើតាមលោកខឹមហ្វីណង់ដោយបញ្ជាក់ទៀតថាតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃស្រូវកាលពីឆ្នាំមុនគួរឲ្យដឹងថាកាលពីពេលថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញកញ្ចប់ទឹកប្រាក់ចំនួន40លានដុល្លារតាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្មដល់រោងម៉ាស៊ីនដៃគូដើម្បីជួយអន្តរាគមន៍ឲ្យមានលំហូរទីផ្សារនិងកាត់បន្ថយសម្ពាធថ្លៃនារដូវប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូឆ្នាំ2025និងដើមឆ្នាំ2026ខាងមុខនេះបើតាមធនាគារអភិវឌ្ឍជនបទក្នុងរដូវការប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះតម្លៃស្រូវបានធ្លាក់ចុះខណៈពេលដែលតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ2024របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់ក្នុងឆ្នាំ2025ដែលធ្វើឲ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជានិងលើសកលលោកបន្តកើនឡើងការសម្រេចបញ្ចេញកញ្ចប់ថវិកាអន្តរាគមន៍លើផលិតកម្មស្រូវនេះត្រូវបានអ្នកនាំពាក្យក្រសួងកសិកម្មលោកខឹមហ្វីណង់បញ្ជាក់ថាដើម្បីធានាមិនឲ្យមានភាពកកស្ទះការប្រមូលផលស្រូវរបស់កសិករនៅតាមវាលស្រែរីឯបញ្ហាតម្លៃស្រូវគឺអាស្រ័យទៅលើទីផ្សារជាក់ស្ដែង